តាការជួយចាប់ចង្កេះដោយសារដំណងនោមហ្នឹងជាអ្វីអញ្ចឹង ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយដែលយើងនឹងធ្វើការវែកញែកនៅភាសានេះគឺព័ត៌មានសុខភាពតកតងជាមួយទៅនឹងប្រព័ន្ធផ្លូវទឹកនោមដែលប្រធានបទដែលយើងនឹងធ្វើការភាសាហ្នឹងគឺតកតងជាមួយទៅនឹងការឈឺចាប់នៅចង្កេះដោយសារត្មងនោមបាទជំរាបសួរលោកគ្រូ បាទជំរាបសួរប្រធាន តើលោកគ្រូអាចធ្វើការបកស្រាយបានទេតើការឈឺចាប់នៅចង្កេះដោយសារត្មងនោមហ្នឹងវាមានលក្ខណៈយ៉ាងម៉េចវិញលោកគ្រូ បាទប្រធានបទយើងថ្ងៃនេះពិសេសមែនតើដែលជាព័ត៌មានល្អមែនតើសម្រាប់ចែកជូនពុកម៉ែបងប្អូនយើងតែមុនឈានចូលទៅដល់ការបកស្រាយនៃការឈឺចាប់ចង្កេះដោយសារត្មងនោមខ្ញុំចង់ទាញចំណាប់អារម្មណ៍របស់ពុកម៉ែបងប្អូនឲ្យដឹងអ្វីទៅជាប្រព័ន្ធទឹកនោមសិនអញ្ចឹងជាទូទៅប្រព័ន្ធទឹកនោមគឺផ្សំឡើងពីតម្រងនោមពីរដែលវាស្ថិតនៅផ្នែកខាងក្រោយពោះនិងផ្នែកខាងលើដែលបងប្អូនទាំងអស់គ្នាតែងតែដឹងហើយថាវាស្ថិតនៅផ្នែកខាងលើចង្កេះរបស់យើងហ្នឹងទាំងសងខាងហ្នឹងហើយចំពោះតម្រងនោមនេះដែរគឺដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្នុងការផលិតទឹកនោមដែលទឹកនោមនោះវាហូរទៅតាមបំពង់ទឹកនោមខាងលើពីរដែលទៅស្តុកនៅក្នុងផ្លោកនោមហើយវាបញ្ចេញចោលមកក្រៅតាមរយៈការបិទជើងតូចដោយឆ្លងកាត់បំពង់បង្ហូរនោមហើយត្រឡប់មកប្រធានបទយើងវិញថាតើការជួយចាប់ចង្កេះដោយសារតម្រងនោមហ្នឹងជាអ្វីការជួយចាប់ទៅចង្កេះដោយសារតម្រងនោមហ្នឹងគឺកើតឡើងដោយសារការរាំងស្ទះនៅប្រព័ន្ធទឹកនោមផ្នែកខាងលើដែលមានរួមផ្សំពីតម្រងនោមនិងបំពង់នោមផ្នែកខាងលើហើយចំពោះការជួយចាប់នេះវាអាស្រ័យទៅលើការស្ទះរបស់នៃប្រព័ន្ធទឹកនោមរបស់យើងបើសិនជាក្នុងករណីដែលស្ទះនៅផ្នែកខាងឆ្វេងអាចឲ្យអ្នកជំងឺឈឺខាងឆ្វេងបើសិនជាស្ទះនៅខាងស្ដាំអាចឲ្យអ្នកជំងឺឈឺផ្នែកខាងស្ដាំតែបើក្នុងករណីដែលស្ទះសងខាងក៏អាចឲ្យអ្នកជំងឺជួយចាប់ចង្កេះនៅផ្នែកសងខាងដែរហើយក្នុងករណីខ្លះគឺមិនមែនឈឺតែទីតាំងចង្កេះទេវាក៏អាចឈឺចាក់ទៅតំបន់នៅផ្នែកក្រោមពោះនិងតំបន់កលៀនឬក៏អវយវៈភេទផងដែរបាទ អញ្ចឹងមានន័យថាពេលខ្លះគាត់ឈឺត្មងនោមហ្នឹងវាអាចចាក់ទៅដល់នៅខាងក្រោមទៀតលោកគ្រូ បាទអាចឈឺមកតំបន់ក្រោមពោះដូចខ្ញុំនិយាយខាងលើហ្នឹងហ្នឹងហើយបាទ